អស្ចារ្យមែនតើកូនខ្មែរយើងមួយរូបបានបង្កើតសហគ្រាសផលិតចំណីសត្វនៅខេត្តស្វាយរៀងដែលមានស្ថាបនិកដឹកនាំប្រតិបត្តិដោយលោកសាស្ត្រាចារ្យនៃសាកលវិទ្យាល័យស្វាយរៀងនិងជាស៊ីមកំចាយមាសគឺលោកគ្រូច័ក្កសានលោកគ្រូបានបង្កើតសហគ្រាសនេះបានជួយទៅដល់និស្សិតនៅសាកលវិទ្យាល័យស្វាយរៀងនិងសាកលវិទ្យាល័យជាស៊ីមកំចាយមាសឲ្យមានកន្លែងចុះកម្មសិក្សាឬអនុវត្តនិងបង្កើតការងារឲ្យនិស្សិតក្រោយបញ្ចប់ការសិក្សាបានបង្កើតនឹងការងារឲ្យប្រជាជនប្រាក់ចំណូលដល់បច្ចេកទេសពីស្ថានប័នបច្ចេកទេសដល់អ្នកចិញ្ចឹមផ្ទាល់យ៉ាងងាយស្រួលជាពិសេសទៅទៀតគឺតម្លៃសមរម្យគុណភាពល្អស្តង់ដារខ្ពស់តោះសូមទស្សនាចង្វាក់ផលិតកម្មទាំងអស់គ្នាសហគ្រាសយើងមានឈ្មោះថាសហគ្រាសផលិតចំណីសត្វវឌ្ឍនៈដែលជា brand មួយនៅក្នុងក្រុមហ៊ុនវឌ្ឍនៈ Animal Health ដែលយើងចុះបញ្ជីការក្នុងក្រសួងពាណិជ្ជកម្មហើយសហគ្រាសយើងក៏បានចុះបញ្ជីការនៅក្នុងមន្ទីរឧស្សាហកម្មខេត្តស្វាយរៀងនិងក្រសួងកសិកម្មហើយក៏យើងមានចុះបញ្ជីពន្ធដារនិងបង់បតង់ប្រចាំឆ្នាំនិងប្រកាសពន្ធជារៀងរាល់ខែនេះគឺសហគ្រាសយើងដែលធ្វើមកទីនេះគឺមិនមែនថាយើងធ្វើអត់មានច្បាប់ទម្លាប់ទេគឺយើងមានច្បាប់ទម្លាប់គ្រប់ស្ថាប័ននៃច្បាប់តាមច្បាប់បានកំណត់ណានឹងគឺយើងបានទៅសុំហើយនៅក្នុងវត្ថុធាតុដើមដែលយើងផលិតនេះគឺជាវត្ថុធាតុដើមដែលយកមកពីគេថាផ្សំឡើងពីវត្ថុធាតុដើមធម្មជាតិដែលជាគ្រាប់ធញ្ញជាតិដូចជាមានពោតក្នុងមានពោតណាគ្រាប់ពោតមានកន្ទុណាមានសណ្ដែកសៀងនិងវត្ថុធាតុដើមដទៃទៀតច្រើនមុខណាស់នេះហ្នឹងសណ្ដែកសៀងណាសណ្ដែកសៀងអានេះជាកាកសណ្ដែកសៀងណាដែលជាគេហៅថាធម្មជាតិគ្រាប់ធម្មជាតិទាំងអស់អត់មានផ្សំឡើងពីគីមីទេផលិតចំណីយើងនេះហើយរោងចក្រយើងគឺយើងបានផលិតមានចំណីនិយាយរួមសត្វលើគោកមានជ្រូកមាន់ទាគោក្របីជាប្រភេទសត្វលើគោកដែលយើងធ្វើបាននៅក្នុងរោងចក្ររបស់យើងនេះយើងដំបូងគឺយើងទិញវត្ថុធាតុដើមស្តុកទុកណាស្តុកទុកតាមតម្រូវការដែលយើងត្រូវផលិតអញ្ចឹងបាទវត្ថុធាតុដើមទាំងអស់ហ្នឹងគឺយើងត្រូវដឹកជញ្ជូនទៅខាងនោះដឹកជញ្ជូនទៅហ្នឹងយើងថ្លឹងតាមរូបមន្តរបស់យើងបាទគឺយើងថ្លឹងបន្ទាប់ពីថ្លឹងវត្ថុធាតុដើមអស់ហើយបាទយើងយកមកចាក់នៅទីនេះណាបាទយើងយកមកចាក់ទីនេះត្រៀមបំរុងចិត្តនៅទីនោះឲ្យយើងចាក់ចូលបាទបន្ទាប់ពីយើងចាក់ចូលហើយយើងនឹងមានកង់យោងរបស់យើងយោងឡើងទៅលើណាយោងឡើងទៅលើបន្ទាប់មកវាចូលនៅក្នុងសៃឡូគេហៅថាសៃឡូទី1ទី2អញ្ចឹងយើងស្តុកទុកក្នុងមកកិនខ្មុកភាសាប្រជាជនគេហៅថាខ្មុកការពិតគឺកិនបំបែកឲ្យវាយឲ្យម៉ត់ណាហ្នឹងហើយបន្ទាប់មកនឹងវានឹងយោងនៅតាមផ្លូវរបស់វានេះតាមប្រព័ន្ធនេះអានេះគឺប្រព័ន្ធរំដោះទលីមួយវគ្គគឺយើងនៅក្នុងរោងចក្រយើងនៅពេលដែលដំណើរការគឺអត់ហុយទេណាកាត់បន្ថយការហុយច្រើនហើយបន្ទាប់មកវានឹងយោងទៅតាមកង់យោងទី2វានឹងចូលនៅក្នុងសៃឡូទី3និងទី4ទី3ទី4ហ្នឹងសម្រាប់ស្តុកទុកនៅពេលត្រៀមផលិតណាត្រៀមច្បល់ណាច្បល់វាមិចបញ្ចូលគ្នាហើយបានឡើងនេះបើសិនជាយើងធ្វើជាចំណីម្សៅណាជាម្សៅវានឹងយោងឡើងមកចូលអាសៃឡូនេះតែម្ដងតែបើយើងធ្វើគ្រាប់យើងបែងចែកជាពីរនៅក្នុងរោងចក្ររបស់យើងអាចផលិតជាប្រភេទម៉ត់និងប្រភេទគ្រាប់សូនជាគ្រាប់អញ្ចឹងបើសូនជាគ្រាប់ឡើងទៅលើយោងទម្លាក់កង់យោងទី3នឹងឡើងទៅស្តុកអីលើនោះបាទស្តុកហើយបន្ទាប់មកវានឹងឆ្លងកាត់ប្រព័ន្ធចំហាយទឹកគេហៅថាប្រព័ន្ធ steam នឹងឲ្យឆ្អិនហើយទៅគៀបចេញជាគ្រាប់បាទបន្ទាប់ពីគៀបចេញជាគ្រាប់ហើយវានឹងធ្លាក់មកនៅទីនេះហ្នឹងគឺបន្ទប់សម្រាប់បើកចំហាយកម្ដៅចេញមានន័យទុកឲ្យត្រជាក់បន្ទាប់ពីទុកឲ្យត្រជាក់ហើយនៅពេលដែលត្រជាក់ហើយវានឹងយើងនឹងបើកមួយទៀតគឺទម្លាក់ចូលមកក្រោមយោងឡើងទៅលើវិញយោងឡើងទៅលើហើយយោងនេះគឺរែងចូលដល់រែងគ្រាប់ណាដែលល្អនោះក៏ច្រែងរបស់វានោះច្រែងទៅជាន់លើហ្នឹងបាទគឺយើងរែងអាណាគ្រាប់ល្អគឺវាធ្លាក់ចូលអាពីរនេះតែម្ដងណាធ្លាក់ចូលអានេះមួយណាពេញអាហ្នឹងយើងអាចសេរីឲ្យមកអានេះបានហ្នឹងហើយបន្ទាប់មកយើងនឹងច្រកណាប៉ុន្តែបូម៉ត់យើងយកអានេះតែម្ដងណាចេញពីអាហ្នឹងមកយោងតាមកង់យោងទី3ហ្នឹងវាធ្លាក់ចូលអានេះតែម្ដងហើយយើងនឹងដាក់អញ្ជីងវារែងច្រកថ្លឹងបានជាចំណីសម្រាប់តែម្ដងនេះគឺចង្វាក់ផលិតកម្មរបស់យើង